ជំរាបសួរនាងខ្ញុំជាម៉ាក់របស់អូនតារ៉ាត់និងអូនពិភពតកតងចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់សាលា Maxon គឺតកតងស្តង់ដារសាលាគឺមាន3ភាសាខ្មែរអង់គ្លេសនិងចិនជាពិសេសគឺស្តង់ដារអង់គ្លេសជាស្តង់ដារ Oxford កូនស្រីរបស់ខ្ញុំតារ៉ាត់ពេលដែលគាត់នៅរៀនដំបូងហ្នឹងគាត់អត់ទាន់ចេះអានភាសាអង់គ្លេសបានជាកថាខាននេះប៉ុន្តែពេលដែលគាត់ចូលសាលា Maxon បានមួយរយៈប្រហែលខែចុងក្រោយគាត់អាចអានភាសាអង់គ្លេសជាកថាខានបានហើយគាត់អាច spell ភាសាអង់គ្លេសសរសេរអង់គ្លេសជាប្រយោគបានសម្រាប់ភាសាខ្មែរគាត់តែងតែត្អូញត្អែហើយនឹង complain ថាភាសាខ្មែររៀងពិបាករៀនប៉ុន្តែពីឆមាសចុងក្រោយខ្ញុំឃើញថាគាត់ធ្វើបានល្អមែនតើមានន័យថាគាត់បានចំណាត់ថ្នាក់ល្អនៅក្នុងថ្នាក់ទៀតកូនប្រុសពៅរបស់ខ្ញុំគាត់រៀននៅក្នុងកម្រិត nursery គាត់ជាក្មេងល្ពើអត់ចេះនៅស្ងៀមទេព្រោះគាត់នៅទូពេកពេលដែលគាត់ខឹងគាត់តែងតែបោះរបស់ចោលមានន័យថាគាត់គប់អីអញ្ចឹងណាពេលដែលគាត់ចូលសាលា Maxon បានប្រហែលថើមចុងក្រោយនេះខ្ញុំឃើញថាគាត់ធ្វើបានល្អគាត់ធ្វើបានល្អមានន័យថាគាត់ចេះនៅស្ងៀមគាត់ចេះរងចាំអង្គុយស្ដាប់គ្រូបញ្យលមេរៀនទាំងពេលដែលគាត់ខឹងហ្នឹងគឺគាត់លែងគប់របស់ចោលហើយខ្ញុំជាម្ដាយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយរីករាយមែនតើព្រោះខ្ញុំឃើញថាសាលា Maxon ក្រៅពីផ្ដល់ចំណេះដឹងឲ្យក្មេងគាត់អាចទាំងបង្រៀនក្មេងតាក់ទងទៅសុជីវធម៌ក្នុងការរស់នៅការគ្រប់គ្រងអារម្មណ៍ការចេះរងចាំអញ្ចឹងសម្រាប់ខ្ញុំគឺរីករាយហើយខ្ញុំគិតថាខ្ញុំសម្រាប់ចិត្តដែលអូនរៀនសាលា Maxon គឺពិតជាត្រឹមត្រូវមែនតើចាអរគុណច្រើន